បាទសូមជម្រាបសួរបងប្អូនយើងបាទហ្នឹងហើយថ្ងៃនេះគឺយើងចាប់ទៅឲ្យម៉ួយបាទវារៀងរយៈតិចហើយបងប្អូនអរគ្នាបាទចាប់ទៅឲ្យម៉ួយ5ពិនបាទ500កូនបាទបងប្អូនអរគ្នាម៉ួយគាត់និយាយយូរហើយបាទតាំងពីកែប៉ិនមេតែលើចូលកែប៉ិនមេជើងបាត់អស់ហើយបាទតែអីទេនៅតែលក់ឲ្យតម្លៃគាត់តម្លៃធូរថ្លៃបាទមើលកាប់ព្រូបងប្អូនអរគ្នាបាទហ្នឹងខ្ញុំចាប់បាន4កេសហើយបាទនេះគឺខ្ញុំដាក់ទៅខេត្តកំពតបាទហ្នឹងហើយមើលទៅផ្លេចស្រុកបាត់ហើយតើមើលបាទហ្នឹងហើយតើមើលប៉ិនមេអីរួចអស់មួយបាទលោតច្រើនណាដាក់លោតខ្ញុំវល់ចាប់ទៅបានថតឲ្យបងប្អូនអរគ្នាមើលណាបាទហ្នឹងហើយទេអ្នកដែលយកទៅចិញ្ចឹមថ្មីអីអាចជួបចែកទេសអីរឿងបើទិញទៅអីអាចចង់ប្រកាត់ចង់អីសួរចែកទេសប្រកាត់អីបានណាបាទហ្នឹងហើយបងប្អូនអរគ្នាមើលបាទហ្នឹងហើយបច្ចេកទេសនៅក្នុងការបង្កើតបច្ចេកទេសនៅក្នុងការមើលថែបាទហ្នឹងហើយតែពួកនេះមើលថែស្រួលបាទប៉ុណ្ណានៃថែបាទហ្នឹងហើយពូមួយទៀតបាទគឺគាត់សុំដូរយកទៅស្អែកបាទគាត់យក5000ដាល់បាទនិយាយរំទៅ5000យើងឲ្យលើស5005ទាំងអស់5500កូនហើយនឹងថែមជូនបាទដូចជាចំណីច្រឡំចំណីមានចំណីទេបងប្អូនអរគ្នាបាទថ្នាំម៉ាសិតបាទម៉ាសិតហ្នឹងយើងការពារបាននៃជំងឺបាទច្រើនមុខបាទយកទៅមកចិញ្ចឹមយកទៅចិញ្ចឹមស្រួលអញ្ចឹងណាបាទចឹងណាថ្នាំម៉ាសិតបាទម៉ាសិតហ្នឹងខ្ញុំទិញគេ8-90000ដែរថ្នាំហ្នឹងណាបាទយើងចំណាយដើម្បីឲ្យបងគាត់យកទៅចិញ្ចឹមដើម្បីនៅក្នុងការយកទៅចិញ្ចឹមដើម្បីរស់ឲ្យល្អបាទចិញ្ចឹមមុនដំបូងបើស្អីយើងធ្វើតូចតិចក៏ដោយច្រើនក៏ដោយប៉ុន្តែយើងយកអាតម្លៃល្មមបាទហ្នឹងយើងកុំឲ្យយកអាតម្លៃទាបពេកបាទទាបពេកពិបាកចិញ្ចឹមបាទមុនដំបូងយើងដូចខ្ញុំបានតែងតែរីកមិនប្រាប់យ៉ាងហ្នឹងថាមានបងខ្លះគាត់ចង់បានអាតម្លៃ200បាទ200ក៏មានដែរប៉ុន្តែវាគ្រាន់ថាប្រាប់មុនថាបើសិនជាយកទៅចិញ្ចឹមទៅវាងាប់បាទកុំឲ្យបន្ទោសមកខាងកសិដ្ឋានបាទហ្នឹងពិបាកណាបាទអ្នកដែលមិនមានជំនាញមិនមានបទពិសោធន៍ទៅលើក្នុងការចិញ្ចឹមអាហ្នឹងវាពិបាកនៅក្នុងការចិញ្ចឹមបាទបើអ្នកមានបទពិសោធន៍អីអាហ្នឹងវាមិនបញ្ហាទេបាទហ្នឹងហើយបងប្អូនអរគ្នាខ្ញុំថតឲ្យមើលនេះខ្ញុំដាក់6ធុងបាទ6ធុងមួយធុងខ្ញុំដាក់900បាទ916បាទហ្នឹងហើយវាគុណទៅវាបាន5500ក៏បានបាទហ្នឹងហើយអ៊ីគាត់កក់ប្រហែលជា200,000បាទហ្នឹងហើយ200,000ហើយអានេះគឺគាត់និយាយទុកយូរហើយបាទហ្នឹងហើយខ្ញុំលក់ឲ្យគាត់មួយតែ300ទេខ្ញុំសេរីឲ្យណាបាទមួយ300ហើយនេះនៅពេលនេះម៉ោងខ្ទង់ម៉ោងប្រហែលជាម៉ោង4ម៉ោង3ម៉ោង3កន្លះម៉ោង3កន្លះម៉ោង4ទៀបភ្លឺបាទហ្នឹងហើយខ្ញុំត្រូវងើបចាប់ទៀបភ្លឺដើម្បីឲ្យទាន់ជើងឡានបាទនិយាយពីការបញ្ហាដឹកជញ្ជូនអត់មានងាប់អត់មានអីទេបើងាប់ចេញសងជូនហើយហ្នឹងហើយដូចបាននិយាយអញ្ចឹងថាពិបាកនិយាយបាទបងប្អូនអរគ្នាបាទខ្ញុំពេលខ្លះខ្ញុំនិយាយប្រាប់បងប្អូនអរគ្នាមិនជឿថាខ្ញុំដឹកទៅដល់កំពតបាទហ្នឹងហើយដូចជាដឹកថ្ងៃនេះដឹកទៅកំពតបាទស្រុកទឹកឈូបាទហ្នឹងហើយខេត្តកំពតណាបាទខ្ញុំដឹកទៅឆ្ងាយកំពង់សោមពោធិ៍សាត់បាត់ដំបងព្រៃវែង
bà poi pet ấy nhưng đặc từ rồi ta chừng bà rồi thay nhầm khiêu thọt nâng ngày việc miền ấy từ út thôi xa nào mùi dừng vừa đã bà riệp tăng cạp ở crop bầm bay bờ nâng riệp bàn crop ở lư bà mà bờ đi đấy sao tao mà bờ đi bông bờ nọ kia bà từ bờ cắt cồn vô tuồng buồn pram mơn cồn tiền bà bàn đập cồn đập mơn cồn rất là lọ bà lơm pung đập chìm bà buồn pram ngay bờ cắt đón buồn pram ngay bờ cắt đón thứ mẹ bạn đập mơn cồn bà năm này cứ từ luật mà crop bà nó ngay bờ thân chia phơ mình ruồi rồi mà năm thế bà ở sọc chặt đi bà đừng nó ngay này chỉ cả lại để nhom giúp làng nhom sầm rạ diêm cạp miền tăng pipri miền tăng pi chân này có miền tăng khui tăng mông mà đừng tia nấu sen mà bên này còn cạp riêng thông thông tới còn một diêm tới bà này để diêm lại luôn nà một đó lui tập pi gà rong rất hơi lùi bạn bà pi gà rong pi rồi làm thôi bà này ngày lùi sập bà nhọt ỏi panh panh đó bà này nó nghe bông bông đó nè rùa cà châm hay đừng phải chạy cái tê bà tụm nẹt nấu một bán bà hay chun po ở chục chạy đừng óc nè bà